បាទទស្សនិកជនជាទីគោរពនិងជាទីមេត្រីយើងខ្ញុំសូមបន្តផ្ដល់ជូននៅព័ត៌មានជាតិសំខាន់ជាបន្តទៀតលោកម៉ៅស្រីនាយកប្រចាំប្រទេសនៃស្ថាប័ន NDP Education និងសាលា ACE និងប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈនៃស្ថានទូតសហរដ្ឋអាមេរិកនៅកម្ពុជាអ្នកស្រី Catherine Dioff ចូលរួមពិធីបើកពិព័រណ៍ការសិក្សានៅអាមេរិកនិងកាណាដានាចុងសប្តាហ៍កាលពីថ្ងៃទី17ខែឧសភាឆ្នាំ2025នៅសន្តាគារ Hyatt ភ្នំពេញពិព័រណ៍នេះផ្ដល់ឱកាសឲ្យសិស្សនិស្សិតនិងអាណាព្យាបាលរាប់រយនាក់ស្វែងយល់លម្អិតអំពីជម្រើសសិក្សាលើគ្រប់កម្រិតលក្ខខណ្ឌចូលសិក្សាការដាក់ពាក្យចូលរៀននិងការសុំទិដ្ឋាការទៅសិក្សារួមទាំងព័ត៌មានអាហារូបករណ៍នានាដោយឥតគិតថ្លៃលោកម៉ៅស្រីនាយកប្រចាំប្រទេសនៃស្ថាប័ន NDP Education និងសាលា ACE បានគូបញ្ជាក់ពីសារៈសំខាន់នៃការអប់រំអន្តរជាតិដោយលោកបានលើកឡើងពីបទពិសោធន៍របស់លោកផ្ទាល់ដែលបានបញ្ចប់ការសិក្សាពីសហរដ្ឋអាមេរិកថាជំនាញនិងទំនាក់ទំនងដែលមានអំឡុងពេលសិក្សាពិតជាបានជំរុញដល់ការអភិវឌ្ឍសម្រាប់ខ្ញុំផ្ទាល់យ៉ាងជ្រាលជ្រៅយោងតាមប្រសាសន៍អ្នកស្រី Catherine Dioff ការបន្តការសិក្សានៅបរទេសពិសេសនៅស្ថាប័នកម្រិតពិភពលោកនៃសហរដ្ឋអាមេរិកនិងជំរុញដល់ភាពច្នៃប្រឌិតការគិតពិចារណានិងទំនាក់ទំនងដ៏ល្អវិសេសវិសាលអភិវឌ្ឍបាននូវធនធានមនុស្សប្រកបដោយគុណភាពនិងភាពជាអ្នកដឹកនាំដ៏ប្រសើរស្ថាប័ន IDP មានការិយាល័យប្រមាណ230កន្លែងលើបណ្ដាប្រទេសជាង90ជាមួយអ្នកជំនាញប្រឹក្សាយោបល់ទៅសិក្សានៅបរទេសប្រមាណ2500នាក់គាំទ្រនិងផ្ដល់ការប្រឹក្សាសម្រាប់សិស្សានុសិស្សទៅសិក្សានៅស្ថាប័នកម្រិតពិភពលោករួមមានប្រមាណជាង400ស្ថាប័ននៅសហរដ្ឋអាមេរិកនិង200ស្ថាប័ននៅកាណាដាសម្រាប់នៅកម្ពុជា IDP គឺមានវត្តមានដំបូងក្នុងឆ្នាំ1992ជាមួយការផ្ដល់ជូនសេវាកម្មឈានមុខគេលើពិភពលោកលើសេវាបង្រៀនភាសាអង់គ្លេស ACE និងការផ្ដល់ជូន test IESTS ដែលជាតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេសដោយទទួលស្គាល់ពីប្រមាណ 15,000 ស្ថាប័នជុំវិញពិភពលោកសម្រាប់សិស្សនិស្សិតនិងអាណាព្យាបាលចង់ចាប់ផ្ដើមដំណើរសិក្សាទៅបរទេសអាចជួបផ្ទាល់ជាមួយអ្នកជំនាញ IDP ដោយឥតគិតថ្លៃនៅការិយាល័យ IDP ដែលមាននៅទីតាំងទាំង6សាខានៃសាលា ACE ក្នុងរាជធានីភ្នំពេញនិងសៀមរាបឬទំនាក់ទំនងមកកាន់លេខ023 902 600